ពីទន្សាយនិងពពែចងសម្ព័ន្ធមិត្តនឹងគ្នាថ្ងៃមួយទន្សាយទៅស៊ីចេកក្នុងចំការមួយបុរសម្ចាស់ចំការខឹងណាស់ក៏ធ្វើអន្ទាក់ដាក់យកទាល់តែបានវេលានោះទន្សាយភ័យខ្លាំងណាស់ស្មានថាមុខជាស្លាប់ហើយធ្វើពុតជាស្លាប់ដេកសណ្ដូកជើងភ្លឹងបុរសម្ចាស់ចំការដល់ឃើញទន្សាយក៏នឹកស្មានថាទន្សាយងាប់មែនហើយនិយាយចំអកឲ្យទន្សាយថាម៉េចអាទន្សាយម៉េចក៏ងាប់អញ្ចឹងមិនរត់ឲ្យរួចទៅម៉េចអាឯងលែងស៊ីចេកទៀតហើយបុរសនោះយកទន្សាយទៅដល់ផ្ទះហើយប្រាប់ប្រពន្ធឲ្យទៅរកម្ជូរមកស្លសាច់ទន្សាយហើយក៏ដាក់ទន្សាយទុកត្រង់គៀនផ្ទះទន្សាយក៏តាំងស្ទុះរត់បោលចេញទៅឯបុរសនោះចាប់ដំបងចោលត្រូវទន្សាយបាក់ជើងម្ខាងទន្សាយរត់លឿនមិនបានក៏ខំទៅត្រឹបបន្តិចទៅបានទៅជួបនឹងពពែមួយពពែនោះក៏ជាសត្វមានវិការៈដែរមានភ្នែកបាំងស្បែកមើលអ្វីមិនឃើញដូចជាខ្វាក់ទន្សាយនិយាយនឹងពពែថាអោបងពពែខ្ញុំបាក់ជើងមួយទៅហើយឯបងឯងមើលផ្លូវមិនឃើញបើអញ្ចឹងមានតែយើងចងបាច់គ្នារកស៊ីជាមួយគ្នាដូចជាបងប្អូនបង្កើតទៅជើងខ្ញុំបាក់មួយមែនតែភ្នែកខ្ញុំនៅល្អទាំងពីរបងឯងមើលអ្វីមិនឃើញមែនតែជើងបងឯងនៅទាំងអស់បងឯងបញ្ជាខ្ញុំលើខ្នងបងឯងហើយខ្ញុំជាអ្នកមើលផ្លូវបងឯងជាអ្នកដើរពពែក៏ព្រមតាមទន្សាយហើយក៏នាំគ្នាទាំងពីរនាក់ដើរទៅរកស្មៅបរិភោគក្នុងព្រៃនិយាយពីទន្សាយនិងពពែឆ្លងទន្លេទន្សាយនិងពពែគិតគ្នាថាយើងនៅក្នុងទីនេះមិនបានទេក្រាញ់ខ្លានិងស្វាវាមកទៀតយើងត្រូវដើរចេញពីទីនេះគិតដូច្នោះហើយទន្សាយនិងពពែក៏នាំគ្នាដើរទៅក្បែរមាត់ទន្លេបំរុងនឹងឆ្លងទៅត្រើយម្ខាងទន្សាយក្រឡេកមើលទៅឃើញក្រពើមួយបន្លំក្បាលក្នុងទឹកនៅក្បែរច្រាំងក៏និយាយនឹងក្រពើថាអោបងក្រពើបងអាណិតចម្លងខ្ញុំទៅត្រើយម្ខាងបន្តិចខ្ញុំឲ្យបងឯងស៊ីសត្វពពែស្រលៀងភ្នែកនេះក្រពើបានលឺដូច្នោះក៏ត្រេកអរហើយគិតក្នុងចិត្តថាអញស៊ីពពែម្ដងគិតហើយនិយាយនឹងទន្សាយថាបើដូច្នោះយើងទៅទន្សាយនិងពពែឡើងជិះលើខ្នងក្រពើហែលឆ្លងកាត់ទន្លេទៅត្រើយម្ខាងលុះដល់ត្រើយហើយក្រពើក៏និយាយនឹងទន្សាយថាណែបងទន្សាយបងឯងថាឲ្យពពែនេះខ្ញុំស៊ីជាចំណីខ្ញុំបើអញ្ចឹងបងឯងឡើងទៅលើគោកទៅចុះទុកតែពពែនៅនេះឲ្យខ្ញុំស៊ីទន្សាយឆ្លើយថាអោបងក្រពើអើយខ្ញុំបាក់ជើងមួយខ្ញុំដើរមិនរួចទេបើដូច្នោះឲ្យពពែឡើងជូនខ្ញុំដល់ដីគោកសិនរួចចាំខ្ញុំឲ្យវាចុះមកឲ្យបងឯងស៊ីវិញមិនខានក្រពើក៏ព្រមបើកឲ្យពពែជូនទន្សាយទៅសិនពពែក៏ឡើងទៅលើគោកមុនទន្សាយឯទន្សាយលូតឡើងលើខ្នងពពែហើយក៏នាំគ្នាដើរបាត់ទៅក្រពើចេះតែនៅចាំយូរទៅក៏នឹកក្នុងចិត្តថាយើទន្សាយវាបោកអញទេតើវាធ្វើកលគ្រាន់តែឲ្យអញចម្លងវាមកតែប៉ុណ្្នឹងទេបើដូច្នេះអញគិតចាប់វាស៊ីឲ្យបានក្រពើខឹងណាស់ក៏ហែលចេញទៅរកចំណីឯទៀតវិញទៅនិយាយពីទន្សាយកាប់ក្រពើដែលចង់សងសឹកនឹងវាក្រពើខឹងនឹងទន្សាយខ្លាំងណាស់ក៏តាំងចិត្តថាទន្សាយមកជាមកផឹកទឹកទន្លេនេះទៀតមិនខានបើវាមកអញនឹងខំវាស៊ីឲ្យបានក្រពើក៏ឡើងទៅសំកាំងខ្លួនលើគោកហើយបើកមាត់ហាយ៉ាងធំធ្វើហាក់ដូចជាស្លាប់ចាំកាលណាបើទន្សាយមកផឹកទឹកនឹងចាប់ត្របាក់ស៊ីលុះយូរបន្តិចទៅទន្សាយក៏ចុះមកបំរុងនឹងផឹកទឹកមែនហើយក្រឡេកទៅឃើញក្រពើសំកាំងខ្លួនហាមាត់ធំនៅលើគោកក៏គិតក្នុងចិត្តថាក្រពើនេះវាខឹងនឹងអញខ្លាំងណាស់ហើយធ្វើយ៉ាងនេះប្រកាសជាចាំស៊ីអញហើយ
គិតហើយក៏ដើរទៅជិតក្រពើនិយាយថាអោបងក្រពើអើយហេតុអ្វីក៏មកស្លាប់នៅទីនេះដូច្នេះថាហើយក៏តាំងយកឈើមួយកំណាត់មកទល់មាត់ក្រពើកុំឲ្យបិទបានហើយទន្សាយក៏ចូលទៅក្នុងមាត់ក្រពើហើយស្ទាបធ្មេញក្រពើលេងនិយាយថាអាយ៉ាធ្មេញចង្គមនេះបើយកទៅធ្វើដងកំបិតល្អណាស់ក្រពើចង់បិទមាត់តែបិទមិនកើតព្រោះទន្សាយយកឈើទល់ឯទន្សាយបានកំបិតមួយយកមកកាប់ក្រពើបានពី3កំបិតក្រពើត្រូវរបួសច្រើនក៏ស្ទុះរត់ចុះក្នុងទឹកទៅ